បុរសវ័យ22ឆ្នាំបានស្លាប់ដោយសារជំងឺផ្ដាសាយបាសីប្រភេទ H5N1 នៅថ្ងៃទី15ខែវិច្ឆិកាដែលនេះគឺជាករណីស្លាប់ទី9នៅកម្ពុជាក្នុងឆ្នាំ2025នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី16ខែវិច្ឆិកាអ្នកជំងឺមានលំនៅនៅក្នុងភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញនឹងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបាសីប្រភេទ H5N1 ដែលវិទ្យាឋានសុខភាពសាធារណៈបានបញ្ជាក់ករណីនៅថ្ងៃទី15ខែវិច្ឆិកាក្រសួងសុខាភិបាលបញ្ជាក់ដូចនេះទោះបីជាមានការយកចិត្តថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យអ្នកជំងឺទទួលមរណភាពនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 9:41 នាទីដោយសារមានស្ថានភាពធ្ងន់ធ្ងររួមមានគ្រុនក្តៅក្អកហត់និងពិបាកដកដង្ហើមក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិនិងក្រមជាតិបាននឹងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានចុះសង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើនឡើងនៃជំងឺផ្ដាសាយបាសីនិងឆ្លើយតបទៅតាមវិធីសាស្ត្រនិងពិធីសាស្ត្របច្ចេកទេសស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្សនិងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តនៅក្នុងសហគមន៍នេះបើតាមក្រសួងសុខាភិបាលដែលបន្ថែមទៀតថាគ្រូពេទ្យក៏បានចែកជូនឱសថតាមមីគូដល់អ្នកប៉ះពាល់ជានិច្ចនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅភូមិដែលកើតហេតុជំងឺផ្ដាសាយបាសី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋក្រសួងបានរំលឹកប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នហើយប្រសិនបើមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយសត្វមាន់ទាស្លាប់ឬឈឺក្នុងអំឡុងពេល14ថ្ងៃមុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញាសូមកុំទៅជួបជុំឬទីប្រជុំជនដែលមានមនុស្សច្រើននឹងត្រូវស្វែងរកការពិភាក្សាយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាកត្តាហេតុកាលពីអំឡុងខែតុលាឆ្នាំ2025លោកលីសុវណ្ណប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថាក្នុងឆ្នាំ2025នេះករណីឆ្លងជំងឺផ្ដាសាយបាសីរកឃើញនៅកម្ពុជាមានអត្រាខ្ពស់បើធៀបនឹងឆ្នាំកន្លងមកអ្នកជំនាញរូបនេះបញ្ជាក់ថាករណីឆ្លងខ្ពស់នេះគឺដោយសារមានការរកឃើញវិជ្ជមានច្រើនក្នុងចំណោមហ្វូងបក្សីចិញ្ចឹមនិងសត្វព្រៃដែលមានវីតាមីនពីតំបន់ឆ្ងាយៗលោកលីសុវណ្ណបញ្យល់ថាសត្វព្រៃដែលហោះពីឆ្ងាយមកពីតំបន់ត្រជាក់តំបន់ប៉ូលសត្វព្រៃធំៗដែលហោះរាប់ពាន់គីឡូមកហើយមកចូលហ្វូងជាមួយសត្វព្រៃក្នុងស្រុកហើយឆ្លងមកសត្វបក្សីដែលចិញ្ចឹមហើយក៏ឆ្លងមកមនុស្សកម្ពុជារកឃើញករណីអ្នកជំងឺផ្ដាសាយបាសីដំបូងគេបង្អស់ក្នុងឆ្នាំ2005គិតមកទល់នឹងបច្ចុប្បន្ននេះគឺមានអ្នកឆ្លងជំងឺផ្ដាសាយបាសី52នាក់ក្នុងចំណោមអ្នកឆ្លងសរុប90ករណីអត្រាស្លាប់ដោយជំងឺផ្ដាសាយបាសីនៅកម្ពុជាគឺមានរហូតដល់ប្រមាណ 60% ខណៈនៅទូទាំងពិភពលោកក៏មានអត្រាខ្ពស់ដែរគឺចន្លោះពី 50 ទៅ 70% លោកលីសុវណ្ណបញ្ជាក់បន្ថែមដូចនេះV-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស